ភាគទី7យោងទៅតាមរឿងព្រេងជាច្រើនឆ្នាំមុនទីក្រុងប្រយុទ្ធបានសម្លាប់មេដឹកនាំនៃនិកាយឆាងសឹងនៅទីនេះប្រឡឹងដ៏មានអនុពលនៃការដាំដុះអមតៈរបស់គេបានធ្លាក់នៅទីនេះជាលទ្ធផលទន្លេនេះមានសមត្ថភាពលេបយកអំណាចរបស់អ្នកដាំដុះអមតៈបានចំពោះបុរាណមិននឹកស្មានដល់នោះទេចំណេញដាក់ស្នេហ៍នឹងមានឥទ្ធិពលខ្លាំងនេះសារពិតជាទុកចិត្តមិនអើពើនឹងអំណាចលេបត្របាននៃទន្លេឈិនលាវនេះឡើយជាលទ្ធផលអំណាចអមតៈរបស់នាងត្រូវបានចុះខ្សោយជាខ្លាំងវានឹងជាការអាម៉ាស់សម្រាប់នេសាហើយវាក៏ជាការប្រយុទ្ធដ៏អាម៉ាស់សម្រាប់និកាយឆាងសឹងទាំងមូលទោះបីជាយ៉ាងណានាងក៏នៅតែជាប់នៅជំនាញដ៏មានឥទ្ធិពលនៃកំណប់នៃសកលលោកវាបានប៉ះពាល់ដល់ចិត្តរបស់នាងដោយមិនដឹងខ្លួនបន្ទាប់ពីភាគទី6យើងក៏បានដឹងពីឈ្មោះនារីដែលជាអ្នកដាំដុះអមតៈគឺនាងមានឈ្មោះថានីសានៅពេលនាងដឹងខ្លួននាងមានអារម្មណ៍ថាស៊ីសើដោយអ្នកដាច់អស់ពីបាយ័រនៅពេលដែលនាងដឹងខ្លួនហើយនាងមានអារម្មណ៍ថាធម្មពលនាងបានចុះខ្សោយជាខ្លាំងដែលធ្វើឲ្យក្បាលនាងមានការឈឺហើយនាងក៏ឆ្ងល់ថាតើទីនេះគឺជាកន្លែងណាពេលនោះនាងក៏បានឃើញវូរ៉ាន់កំពុងតែសន្លប់នាងក៏បានស្រូបយកដាវរបស់នាងរួចហើយក៏ដើរទៅរកវូរ៉ាន់ដើម្បីសម្លាប់គេស្របគ្នាវូរ៉ាន់ក៏បានដឹងខ្លួនដែរហើយគេក៏សបារោគដាវរបស់គេដើម្បីមកការពារខ្លួនចំណែកវូរ៉ាន់ក៏គិតថាតើចំណេញដាក់ស្នេហ៍គ្មានប្រយោជន៍ទេមែនទេចំណែកនេសាទដោយសារតែដើរយូរពេកនេះក៏បានរត់ហក់មកកាប់គេនិងស្រែកទៅឲ្យវូរ៉ាន់ឲ្យគេទៅនរកទៅចំណែកវូរ៉ាន់គិតថាខ្លួនឯងចិត្តនឹងស្លាប់ហើយពេលនោះចំណេញដាក់ស្នេហ៍ក៏មានប្រតិកម្មទៅលើនេសាវិញដែលបណ្ដាលឲ្យនាងមិនដាច់ចិត្តនឹងក្នុងការសម្លាប់វូរ៉ាន់ដែលជាហេតុធ្វើឲ្យនេសាគិតថាតើនាងកំពុងតែកាត់អីវូរ៉ាន់ដោយសារតែដឹងថាចំណេញដាក់ស្នេហ៍របស់គេដំណើរការហើយគេក៏បានសប្បាយចិត្តឡើងចំណែកនេសាក៏គិតថាវាជាផលប៉ះពាល់នៃទន្លេទៅវិញដែលធ្វើឲ្យចិត្តនាងរេរែកក្នុងការសម្លាប់វូរ៉ាន់ជាខ្លាំងហើយនាងក៏ចង្អុលដើរទៅកាន់វូរ៉ាន់និងសួរគេថាតើគេបានធ្វើអ្វីមកកាន់នាងចំណែកវូរ៉ាន់ក៏តបថាគេអត់ដឹងអីផងហើយគេក៏សួរទៅកាន់នាងថាយ៉ាងម៉េចតើនាងស្ទាក់ស្ទើរក្នុងការសម្លាប់ខ្ញុំមែនទេពេលនេះល្បឿនរបស់នាងគឺយឺតជាងពេលមុនយ៉ាងម៉េចតើនាងលងស្រឡាញ់ខ្ញុំមែនទេហើយនាងក៏ប្រាប់ឲ្យវូរ៉ាន់បិទមាត់ទៅដោយពាក្យសម្ដីរបស់វូរ៉ាន់អំបញ្ញមិញបានធ្វើឲ្យនាងចំណែកក្នុងខ្លួននិងបេះដូងរបស់នាងមានការលូតលឿនជាខ្លាំងហើយវូរ៉ាន់ក៏បាននិយាយទៅកាន់នាងពេលនេះខ្ញុំមិនបានផ្លាស់ទីទេនឹងប្រាប់ឲ្យនាងចូលមកហើយគេក៏និយាយទៅកាន់នាងទៀតថាតើនាងចាប់អារម្មណ៍នឹងភាពទាក់ទាញរបស់ខ្ញុំមែនទេហើយនាងក៏បានប្រកែកចំណែកវូរ៉ាន់ក៏បានគិតថានាងត្រូវបានគ្រប់គ្រងដោយជំនាញដាក់ស្នេហ៍មួយនេះដោយឆ្លៀសឱកាសនៃវូរ៉ាន់ក៏បានសួរទៅកាន់នីសាពីដំណឹងពូនស្រីរបស់គេនីសានាងមិនត្រឹមតែមិនប្រាប់ទេថែមទាំងយកដាវរបស់នាងទៅសម្លាប់វូរ៉ាន់ទៀតប៉ុន្តែដោយសារចិត្តមិនដាច់នាងក៏ទម្លាក់ដាវចុះដោយសារតែនាងមិនយល់ពីខ្លួនឯងនាងក៏បានឈរលេងនឹងរួចហើយក៏អង្គុយលើដីទៅហើយវូរ៉ាន់ក៏បាននិយាយទៅកាន់នាងថាទោះបីជានាងជាអ្នកដាំដុះអមតៈក៏ដោយនាងមិនអាចប្រឆាំងនឹងបេះដូងរបស់នាងបានទេដែលជាហេតុធ្វើឲ្យនេសាមានចិត្តច្របូកច្របល់ជាខ្លាំងចំណែកវូរ៉ាន់ដោយសារតែនាងមិនចង់សម្លាប់គេក៏បានសួរដំណឹងរបស់ប្អូនស្រីគេទៅកាន់នាងហើយនាងក៏បានប្រាប់ពីដំណឹងប្អូនស្រីរបស់គេថាប្អូនស្រីរបស់គេត្រូវបានមេនិកាយទទួលយកធ្វើជាសិស្សបាត់ហើយការចងចាំរបស់នាងត្រូវបានលុបចោលទាំងអស់វូរ៉ាន់ដោយលើបែបនេះដែលធ្វើឲ្យគេមិនអាចទទួលយកបានវូរ៉ាន់ដោយសារតែកឹងផងគេក៏បានបញ្ចេញកំហឹងរបស់គេទៅកាន់នេសាដែលយកកំបិតរបស់គេហត់ទៅកាប់នាងចំណែកនេសានាងក៏មិនបានតដៃរួចហើយក៏កិច្ចនាងក៏បានព្យាយាមបញ្យល់ទៅកាន់វូរ៉ាន់តែពេលនឹងអត់ស្ដាប់ព្យាយាមកាប់យកតែម្ដងចំណែកនេសាវូរ៉ាន់កាន់តែការធ្វើឲ្យនាងកាន់តែលងស្នេហ៍គេនៅពេលវូរ៉ាន់ហោះមកកាន់នាងក៏បានយកដាវរបស់នាងយកម្រងរួចហើយក៏ច្រានគេធ្វើឲ្យគេខ្ទាតជាង70ម៉ែត្រនេសាដោយឃើញវូរ៉ាន់របួសបែបនេះហើយនាងក៏បានរត់ទៅមើលគេចំណែកវូរ៉ាន់ខូចចិត្តដែលគេមិនមានសមត្ថភាពក្នុងការជួយប្អូនស្រីរបស់គេបានដែលជាហេតុធ្វើឲ្យវូរ៉ាន់មិនអាចជួបមុខកញ្ញាທາງធាននិងមិត្តរួមក្រុមរបស់គេបាននោះឡើយចំណែកនេសាក៏បានរត់មកកាន់វូរ៉ាន់និងបារម្ភពីគេហើយវូរ៉ាន់ក៏បានប្រាប់ថាចំណេញដែលនាងត្រូវនោះគឺជាចំណេញរបស់គេហើយគេក៏បានបង្ខំនាងឲ្យសម្លាប់គេទៅនេសាដោយនាងមិនដាច់ចិត្តនាងក៏បបួលវូរ៉ាន់ឲ្យគេទៅនិកាយរបស់នាងតាមពិធីនេះគេអាចជួបប្អូនស្រីរបស់គេបានហើយចំណែកវូរ៉ាន់ដោយមិនព្រមគេក៏បានស្ដីឲ្យនាងជាច្រើនប៉ុន្តែនេសាក៏បានកាន់តែលងស្រឡាញ់គេជាខ្លាំងផ្លេចខ្លួនវូរ៉ាន់ក៏បានសាប់នាងមួយកណ្ដាប់ដៃធ្វើឲ្យនាងខ្ទាតជាង70ម៉ែត្រព្រមទាំងក្នុងចិត្តគេមានតែកំហឹងតែប៉ុណ្ណោះនេសាដោយចិត្តរបស់នាងស្រឡាញ់វូរ៉ាន់ទៅហើយគេវាយមិនជាអត់ទ្រាំទៅហើយវូរ៉ាន់គេក៏បានប្រើធម្មពលនៅក្នុងកំបិតរបស់គេហត់ទៅកាប់នេសាប៉ុន្តែខុសដាច់តសក់ពី3តសៃតែប៉ុណ្ណោះនេសាដោយហេតុដាច់ពី3តសៃហើយនាងក៏បានសួរទៅកាន់វូរ៉ាន់ថាតើគេពិតជាចង់សម្លាប់នាងមែនទេតើគេគ្មានចិត្តមេត្តាចំពោះនាងទេចំណែកវូរ៉ាន់អត់ខ្វល់ច្រើនគេក៏បានប្រើធម្មពលនៅកំបិតរបស់គេហត់ទៅកាប់នាងម្ដងទៀតនេសាដោយចិត្តនាងមិនដាច់ដដែលនាងក៏បានបើកភ្នែករងចាំការវាយប្រហារពីវូរ៉ាន់ដែលជាហេតុធ្វើឲ្យនាងបានខ្ទាតចូលទៅក្នុងទន្លេវិញចំណែកវូរ៉ាន់ក៏មកគិតថាជំនាញស្គីរបស់គេមានឥទ្ធិពលដ៏ម្លឹងដែរហើយវូរ៉ាន់ក៏បានទំនាក់ទំនងទៅកាន់កញ្ញាលីងឡុងប៉ុន្តែគេក៏មិនអាចទំនាក់ទំនងបានហើយសាច់រឿងយើងក៏សុំស្លេះតែត្រឹមនេះ
ភាគទី8ដើម្បីប្រយុទ្ធនឹងសត្វកាចសាហាវដែលកាន់តែកើនឡើងនិងអ្នកដាំដើមអមតៈមនុស្សដែលរងការជិះជាន់នៅលើផែនដីក៏បានក្រោមឡើងដើម្បីតទល់ហើយបានបង្កើតក្រុមប្រមាញ់អ្នកអមតៈដើម្បីការពារផ្ទះនិងប្រជាជនរបស់ពួកគេវាជាក្តីស្រមៃរបស់មនុស្សគ្រប់រូបដើម្បីចូលរួមក្រុមអ្នកប្រមាញ់អ្នកអមតៈនិងការពារទីក្រុងនិងប្រជាជននៅក្នុងទីក្រុងវូរ៉ានក៏បានលេបព្យាបាលនៅក្នុងមន្ទីរពេទ្យដោយមានកញ្ញាថងធានដែលជាអ្នកមើលថែកំដរគេហើយវូរ៉ានក៏បានភ្ញាក់ឡើងស្របគ្នានឹងកញ្ញាថងធានកំពុងតែដេកមកមើលហើយគេក៏យកដៃរបស់គេទៅអង្អែក្បាលនាងបន្ទាប់មកគេក៏បានយកម្រាមដៃរបស់គេទៅអង្អែមកកញ្ញាថងធានប៉ុន្តែនាងក៏បានភ្ញាក់ឡើងនិងសួរវូរ៉ានថាតើគេភ្ញាក់ហើយហេតុអ្វីបានជាធ្វើឲ្យចង្អេងចង្ងាងម៉េចហើយវូរ៉ានក៏តបថាគេកំពុងតែហាត់ប្រាណហើយវូរ៉ានក៏សួរទៅកាន់កញ្ញាថងធានថាគេនៅក្នុងពេលនេះប្រហែលថ្ងៃហើយកញ្ញាថងធានក៏តបថាគេនៅក្នុងពេលនេះ3ថ្ងៃហើយជាហេតុធ្វើឲ្យវូរ៉ានភ្ញាក់ផ្អើលនឹងខ្លួនឯងហើយគេក៏នឹកសម័យទៅដល់នីសាហើយវូរ៉ានក៏សួរទៅកាន់កញ្ញាថងធានថាតើនារីដែលជាអ្នកដាំដើមអមតៈម្នាក់នោះស្លាប់ឬនៅចំណែកកញ្ញាថងធានក៏តបថានាងមិនបានរកឃើញសាកសពនាងនោះទេពេលនាងទៅដល់ឃើញតែគេដេកសន្លប់តែប៉ុណ្ណោះហើយនាងក៏បាននាំគេមកមន្ទីរពេទ្យទៅហើយកញ្ញាថងធានក៏សួរទៅកាន់គេថាតើគេមានបញ្ហាអីហើយវូរ៉ានគេក៏បាននិយាយគេចំណេញទៅលើកញ្ញាថងដែលគេចង់អបទៅកាន់នាងដូច្នេះជំងឺគេអាចនឹងប្រសើរឡើងពេលនោះកញ្ញាថងធានក៏ទះគេមួយដៃហើយវូរ៉ានក៏បានសួរទៅកាន់កញ្ញាថងធានថាហេតុអ្វីបានជាទះគេទះម៉ងនឹងគេល្ងងអត់កញ្ញាថងធានក៏តបវិញថាអ្នកល្ងងស្រាប់ហើយតើហើយវូរ៉ានក៏បាននិយាយប្រកែកទៅកាន់កញ្ញាថងធានដែលហេតុថ្លង់គេពេកនាងក៏បានយកដៃរបស់នាងដាក់ទៅលើក្បាលគេរួចហើយក៏ប្រាប់គេថាគេបានជាសះស្បើយហើយគួរតែទៅសម្រាកសមាខ្លួនឲ្យបានស្អាតទៅល្អជាងមនុស្សមកពីក្រុមអ្នកប្រមាញ់អ្នកអមតៈនឹងមកដល់ទីនេះឆាប់ហើយវូរ៉ានក៏ឆ្ងល់ចំណែកកញ្ញាថងធានក៏ធ្វើកម្មបញ្យល់ថាដោយសារគេធ្វើបានល្អក្នុងការប្រយុទ្ធជាមួយនឹងអ្នកដាំដើមអមតៈដូច្នេះក្រុមអ្នកប្រមាញ់អ្នកអមតៈអាចជ្រើសរើសគេចូលរួមជាមួយក្រុមពួកគេបានដល់លើវេននេះវូរ៉ានក៏បានសប្បាយចិត្តផងដែរដល់ពេលគេសប្បាយចិត្តសុកពេលនោះក៏មានអ្នកមកគោះទ្វារលុសូតុកពេលនោះក៏មានបរិយាម្នាក់បើកទ្វារចូលមកក្រោពួកគេទាំងពីរហើយគេក៏សួរថាតើអ្នកណាឈ្មោះវូរ៉ានហើយវូរ៉ានក៏បានប្រាប់គេហើយវូរ៉ានក៏បានសួរទៅកាន់គេទៀតថាតើក្រុមអ្នកប្រមាញ់អ្នកអមតៈបានបញ្ជូនអ្នកមកទីនេះមែនទេហើយគេក៏មិនបានឆ្លើយអីច្រើនដែរវូរ៉ានក៏បានខ្សឹបទៅកាន់កញ្ញាថងធានថាតើក្រុមអ្នកប្រមាញ់អ្នកអមតៈពិតជាចង់ឲ្យពួកគេចូលរួមដែរឬទេហើយអ្វីបានជាពួកគេបញ្ជូនអ្នកប្រមាញ់មកទីនេះហើយកញ្ញាថងធានក៏បានសួរឈ្មោះទៅកាន់បរិយាម្នាក់នោះហើយគេក៏ឆ្លើយតបទៅកាន់នាងវិញថាគេមានឈ្មោះថាប៉ៅចាដែលជាហេតុធ្វើឲ្យកញ្ញាថងធានភ្ញាក់ផ្អើលហើយវូរ៉ានក៏សួរទៅកាន់នាងថាតើនាងស្គាល់គាត់មែនទេកញ្ញាថងធានក៏តបថាគេគឺជាអតីតប្រធានក្រុមទី16នៃក្រុមអ្នកប្រមាញ់អ្នកអមតៈគាត់មានសមត្ថភាពអាចគ្រប់គ្រងអគ្គិសនីនិងកំណត់កូររន្ទះគាត់បានដឹកនាំក្រុមរបស់គាត់ចូលទៅក្នុងជម្រៅនៃព្រៃអាប់ជាច្រើនដងហើយសម្លាប់សត្វកែសាជាច្រើននិងអ្នកដាំដើមអមតៈចំណែកលោកគ្រូប៉ៅចាក៏បានប្រាប់ឲ្យពួកគេជួបគ្នានៅម៉ោង10ព្រឹកនៅទីលានដើម្បីវឹកហាត់ដោយវូរ៉ានបានសង្ស័យទៅកាន់លោកគ្រូប៉ៅចាគេក៏បញ្ជាសមត្ថភាពឲ្យពួកគេទាំងពីរមើលបន្តិចទៅដែលធ្វើឲ្យក្នុងមន្ទីរពេទ្យមានការខុសពីធម្មតាដែលធ្វើឲ្យភ្លើងផ្លិតបន្តិចក្រោយមកក៏បានធ្វើឲ្យវាផ្ទុះសេទៅបន្ទាប់ពីលោកគ្រូប៉ៅចាបានចាក់ចេញទៅធ្វើឲ្យវូរ៉ាននិងកញ្ញាតាំងធានមានការភ្ញាក់ផ្អើលជាខ្លាំងអំពីសមត្ថភាពរបស់គាត់ហើយរឿងនេះក៏ធ្វើឲ្យវូរ៉ានសប្បាយចិត្តជាខ្លាំងដែលគេបានចូលហ្វឹកហាត់នៅក្នុងជំរំអ្នកប្រមាញ់អ្នកអមតៈក្រោយពេលដែលពួកគេទាំងពីរនិយាយគ្នាអស់ជាង80ម៉ោងក្រោយមកសាច់រឿងក៏កាន់មកដល់សាលាវិញហើយនៅពេលដែលអូនសតទីងតុយបានឃើញវូរ៉ានអ្នកទាំងពីរក៏បានរត់មកចិត្តគ្នាហើយវូរ៉ានក៏បានយកដៃរបស់គេទៅអង្អែក្បាលនាងហើយអូនសតទីងតុយក៏បាននិយាយទៅកាន់គេថាគេតែងតែធ្វើបាបមកកាន់នាងជារឿងរាល់ពេលដែលជួបគ្នាហើយអូនសតទីងតុយក៏បានទាមទារពាក្យសន្យារបស់វូរ៉ានដែលបានសន្យាមកកាន់នាងថាគេនឹងទិញសម្លៀកបំពាក់ល្អៗឲ្យនាងហើយវូរ៉ានគេក៏បានធ្វើជាមិនដឹងដែលបានធ្វើឲ្យអូនសតទីងតុយបានខឹងគេជាខ្លាំងហើយនាងក៏បានរំលឹកគេពីពេលដែលគេបានទះគូតនាងគេបានសន្យាថានឹងទិញរ៉ូបថ្មីមួយឲ្យនាងនៅពេលដែលគេត្រឡប់មកវិញហើយវូរ៉ាននៅតែធ្វើមិនដឹងនាងក៏បាននិយាយទៅកាន់វូរ៉ានថាគេជាមនុស្សដែលកុហកដើម្បីកុំឲ្យនាងខឹងបន្តវូរ៉ានក៏បានលួងលោមទៅកាន់អូនសតទីងតុយទៅដោយវូរ៉ាននឹងទិញសម្លៀកបំពាក់ឲ្យទៅកាន់នាងហើយវូរ៉ានក៏សួរទៅកាន់ប្រុសសលឹងថាតើគេរៀបចំអាហារហើយនៅគេក៏តបថារួចហើយប្រុសសលឹងក៏បានប្រាប់ទៅកាន់វូរ៉ានថាគឺមានមនុស្សបានរងចាំជួបគេវូរ៉ានក៏សួរថាជានរណាតើជាមនុស្សស្រីមែនទេហើយគេក៏អួតពីខ្លួនឯងបន្តិចទៅប្រុសសលឹងក៏តបថាគឺជាមនុស្សប្រុសគេគឺចង់ប្រកួតប្រជែងជាមួយឯងហើយវូរ៉ានក៏ឆ្ងល់ថាគេចង់ប្រកួតពេលនោះក៏មានអាចារ្យផ្សាយមួយបានមកកាន់វូរ៉ាននឹងចង់ប្រយុទ្ធជាមួយនឹងគេហើយគេក៏និយាយដាក់វូរ៉ានថាវូរ៉ាននឹងចាញ់ហើយវូរ៉ានក៏តបថាសុំទោសផងខ្ញុំអត់មានពេលមកប្រយុទ្ធជាមួយនឹងអាចារ្យផ្សាយទេដែលធ្វើឲ្យអាចារ្យផ្សាយខាងរួចហើយគេក៏រន់មកច្អល់មកវូរ៉ាននិងព្យាយាមធ្វើឲ្យវូរ៉ានប្រយុទ្ធជាមួយនឹងគេហើយវូរ៉ានក៏បាននិយាយតបទៅកាន់គេចុកដែលធ្វើឲ្យអាចារ្យផ្សាយម្
នាក់នោះគាំងយោបល់មិនត្រឹមតែប៉ុណ្ណោះវូរ៉ានក៏បានលៀនដាក់ទៅកាន់គេទៀតផងហើយវូរ៉ានក៏តបទៅកាន់អាចារ្យស្ទាយនោះថាបើចង់ប្រយោជន៍ជាមួយនឹងគេត្រូវមានលក្ខខណ្ឌដែលគេត្រូវតែបង់ថ្លៃទៅឲ្យវូរ៉ានហើយគេក៏យល់ព្រមនិងនិយាយទៅកាន់វូរ៉ានថាបើគេអាចយកឈ្នះបាននោះគេនឹងប្រកល់លុយឲ្យចំនួន 5000 វូរ៉ានក៏សួរទៅកាន់គេថាបាញ់លុយឬក៏ឲ្យជាសាច់ប្រាក់ដែលធ្វើឲ្យប្រសល់លើកនឹងអូនសតទិញតុយគ្មានពាក្យនិយាយតែម្ដងហើយវូរ៉ានក៏បាននិយាយទៅកាន់អូនសតទិញតុយថាគេធ្វើវាដើម្បីទិញរ៉ូបឲ្យនាងតែប៉ុណ្ណោះដែលធ្វើឲ្យអូនសតទិញតុយរំភើបចិត្តរួចហើយនាងក៏បានទៅឲ្យវូរ៉ានចំណែកកញ្ញាថាងធាងក៏ប្រាថ្នាចង់ប្រយុទ្ធជាមួយអ្នកណាម្នាក់ដែលឲ្យថ្លៃប្រយុទ្ធរបស់នាងទាបជាងវូរ៉ានបន្តិចត្រឹមតែ 3000 ប៉ុណ្ណោះដែលជាហេតុធ្វើឲ្យប្រសល់លឿងកាន់តែងឹតមុខទៅតែម្ដងអត់មានពាក្យអីនិយាយទៅកាន់ពួកគេទាំងពីរហើយអាចារ្យស្ទាយក៏ចាប់ផ្ដើមដល់ប្រាក់របស់គេដើម្បីប្រកល់ឲ្យវូរ៉ានពេលនោះការប្រយុទ្ធរបស់អ្នកទាំងពីរក៏ចាប់ផ្ដើមកើតឡើងស្របគ្នាដែរសាច់រឿងយើងក៏សុំឆ្លេះតែត្រឹមនេះ